នេះគឺជាការបែងចែករវាង hypo និង high performance មិនដែលយើងនិយាយគ្នាគិតដក clear មិញ2នាទីគិតហ្នឹងណាហ្នឹងហើយព្រោះអីមនុស្សយើងមានលទ្ធភាពមួយទៅកាលណាយើងដក clear គិតតែតែចេញលទ្ធផលតែបើយើងអត់បានគិតទេអត់ចេញទេដូចជាយើងគិតពីខ្លួនឯងតែខ្លួនឯងមានចំណុចខ្លាំងអីខ្លះបើអត់ចំណាយពេលគិតទេយើងផ្ដោតតែកត្តាខាងក្រៅខ្លួនទេដល់ពេលយើងចំណាយពេលគិតយើងដឹងអំពីសក្តានុពលខ្លួនឯងអញ្ចឹង high performer គឺជាបុគ្គលទាំងឡាយណាក្នុងអង្គភាពដែលគាត់ធ្វើការទៅគាត់ធ្វើបានល្អនៅក្នុងទូនាទីបច្ចុប្បន្នហើយសម្រាប់ផែនការឬក៏លើកផែនការដែលគេដាក់ឲ្យតែនោះវាអាស្រ័យលើផែនការដែលយើងចែកគ្នាពេលអាសៀលទៀតតើ goal ដែលគេកំណត់នេះដែលឬក៏អង្គភាពខ្លះហៅថា KPI នេះតើយើងកំណត់ទៅនឹងវាវាស់វែងបានត្រឹមត្រូវអត់អញ្ចឹងណាហ្នឹងហើយមានភាពជាក់លាក់អត់មិនមែនតែ goal ដាក់ទៅវាអត់វាមានការដែលមិនច្បាស់លាស់ពេលវាយតម្លៃឈរលើអារម្មណ៍របស់អ្នកវាយតម្លៃអាហ្នឹងការដែលយើងចែក high performer ហ្នឹងខុសដែរស្អីមកអត់ជាក់លាក់យើងនឹងចែកគ្នាបន្ថែមពេលអាសៀលអញ្ចឹង high performer គឺគាត់ល្អខ្លាំងនៅក្នុងទូនាទីបច្ចុប្បន្នទេដើម្បីឲ្យយើងដឹងថាគាត់ high po high potential យើងអាចមើលទៅលើរឿងដែលយើងចែកគ្នាមិញ behind the scene ហ្នឹងជាគុណវុឌ្ឍិបន្ថែមរបស់គាត់ហ្នឹងប្រហែល4ទៅ5ចំណុចតើតើឥទ្ធិពលវិជ្ជមានតើតើជាមួយនឹងការតើតើជាមួយនឹងចន្ទៈនៅក្នុងការទទួលយកបញ្ហាប្រឈមបន្ថែមហើយនៅពាក្យស្មុគស្មាញបន្ថែមទទួលខុសត្រូវបន្ថែម behind the scene ទាំងអស់ហ្នឹងអាហ្នឹងហើយគឺជាសក្តានុពលរបស់គាត់មានន័យថាគាត់មានលទ្ធភាពក្នុងការអាចត្រូវបានគេប្រម៉ូទ1កម្ម2កម្ម3កម្មដែលគេហៅថា N+1 N+2 N+3 មានបុគ្គលខ្លះ N+1 ឡើងបានមួយកម្មនឹងហើយគាត់នៅយូរទៅ10ឆ្នាំអត់ទៅណាទេហ្នឹងមានបុគ្គលខ្លះអត់ទេឃើញគាត់ឡើងជាលើរហូតអត់ជប់ឈរឡើងមកដល់ទូនាទីធំមែនតើបាទអញ្ចឹងតកតងនឹងភាពខុសគ្នានៃសក្តានុពលហើយនឹងរបៀបធ្វើការគាត់ធ្វើការល្អក្នុងទូនាទីបច្ចុប្បន្នមិនប្រកាសថាគាត់មានសក្តានុពលក្នុងការឡើងទូនាទីរហូតអត់ជប់ឈរទេតែយើងអាចវាយតម្លៃខ្លួនឯងណាថាមិញ4-5ចំណុចមិញដែលយើងនិយាយគ្នាតកតងជាមួយនឹងធ្វើការល្អក្នុងទូនាទីបច្ចុប្បន្នជា high performer យើងមានឆន្ទៈ grow mindset នៅក្នុងការទទួលបញ្ហាប្រឈមបន្ថែមទទួលខុសត្រូវបន្ថែមអំរែកបន្ថែមភាពស្មុគស្មាញបន្ថែមណាដើម្បីនៅក្នុងទូនាទីធំដែរឬអត់ហើយទីរួមមកទៀតមានឥទ្ធិពលវិជ្ជមានទៅលើអ្នកជុំវិញអត់ក្រៅពីទូនាទីបច្ចុប្បន្នណាហើយតកតងជាមួយនឹងការដោះស្រាយបញ្ហាយើងមានផ្នត់គំនិតវិជ្ជមាននៅក្នុងការប្រឈមជាមួយការដោះស្រាយបញ្ហាអត់ហើយទាំងអស់ហ្នឹងគឺជាសក្តានុពលដែលយើងមានមិនប្រកាសថាអត់ទាំងស្រុងទេប៉ុន្តែបង្គោលរបស់យើងវារុញលូតហ្នឹងហើយអញ្ចឹង high performer ក៏មិនប្រកាសថាអញ្ចឹងហើយបានជាមិនប្រកាសថាត្រូវបានគេប្រម៉ូទដោយស្វ័យប្រវត្តិដែរត្រូវមើលទៅលើសក្តានុពល company មួយបើសិនជាប្រម៉ូទចូលលើតែ high performance នៅក្នុងទូនាទីបច្ចុប្បន្នដោយមិនបានមើលទៅលើសក្តានុពលរបស់បុគ្គលមួយហ្នឹងយើងនឹងអាចនឹងខាតបង់ទាំងអស់គ្នា